ព្រះជាម្ចាស់ទ្រង់គឺជាព្រះតែមួយអង្គគត់ដែលតែងតែផ្គត់ផ្គង់សម្រាប់ជីវិតរបស់អ្នកដោយយោងទៅតាមភាពល្អឥតខ្ចោះនិងសេរីរុងរឿងរបស់ព្រះអង្គដែលមានតាមរយៈព្រះយេស៊ូវគ្រីស្ទមានតែព្រះអង្គទេដែលនឹងធ្វើឲ្យព្រះគម្ពីរសុភាសិតចំពោះទី3ខ24คล้ายជាការពិតកូននឹងចូលដំណេកដោយឥតភ័យខ្លាចហើយដេកលង់លក់យ៉ាងស្កប់ស្កល់កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្នឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយត្បិតព្រះអង្គម្ចាស់នឹងការពារកូនព្រះអង្គមិនបណ្ដោយកូនឲ្យធ្លាក់នៅក្នុងអន្ទាក់ណាមួយឡើយបងប្អូនអើយសូមបងប្អូនកុំអនុញ្ញាតឲ្យបន្ទុកណាមួយទាញបងប្អូនឲ្យធ្លាក់ចុះនោះឡើយនៅពេលដែលបងប្អូនចូលទៅកាន់ទីកន្លែងណាអ្វីដែលបងប្អូនត្រូវការសូមឲ្យរកឃើញនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងដួងចិត្តរបស់បងប្អូនសូមឲ្យភ្នែករបស់បងប្អូនបានមើលឃើញអំពីកិច្ចការដ៏អស្ចារ្យដែលបានធ្វើរួចរាល់នៅលើឈើឆ្កាងសូមឲ្យជំនឿរបស់អ្នកបានឈររឹងមាំឡើងនៅលើថ្មនៃព្រះគ្រីស្ទយេស៊ូវសូមឲ្យបងប្អូនបានស្វែងរកឃើញនៅសេចក្តីអំណរនិងជោគជ័យដោយព្រោះតែព្រះនាមរបស់ព្រះអង្គដោយព្រោះអ្នកដេញតាមវត្តមានរបស់ព្រះជាម្ចាស់អ្នកនឹងរកឃើញព្រះអង្គថាពិតជាព្រះពិតប្រាកដមែននៅក្នុងព្រះគម្ពីរយេរេមៀចំពោះទី33ខទី3បានចែងថាចូលអង្វររកយើងនោះយើងនឹងឆ្លើយតបមកអ្នកវិញយើងនឹងសម្ដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗជាការលាក់កំបាំងដែលអ្នកពុំធ្លាប់ដឹងពីមុនមកសូមស្រែកអង្វររកព្រះនាមព្រះអង្គជាព្រះនាមលើសអស់ទាំងនាមចូលទូលសុំទៅកាន់ទ្រង់នោះទ្រង់នឹងប្រទានចម្លើយដ៏ល្អឥតខ្ចោះទៅដល់អស់អ្នកដែលមានជំនឿរឹងមាំព្រះអង្គទ្រង់នឹងបង្ហាញនូវការអស្ចារ្យនិងរបស់ដែលមានអំណាចនិងឫទ្ធានុភាពដោយដែលព្រះអង្គបានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ឥឡូវនេះចូលយើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទាំងអស់គ្នាព្រះបិតាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់គឺជាអ្នកដែលផ្ដល់នូវពេលវេលាដ៏ល្អឥតខ្ចោះនៅពេលដែលទូលបង្គំបានបែកចេញឆ្ងាយពីព្រះអង្គបានសង្គ្រោះទូលបង្គំព្រះអង្គទ្រង់គឺជាអ្នកដែលព្យាបាលទូលបង្គំនៅពេលដែលទូលបង្គំត្រូវការព្យាបាលនៅពេលដែលទូលបង្គំខ្វះខានព្រះអង្គទ្រង់គឺជាអ្នកដែលបំពេញគ្រប់ពេលវេលាដែលកូនត្រូវការទ្រង់គឺជាព្រះយេហូវ៉ាយេរីជាអ្នកផ្គត់ផ្គង់របស់ខ្ញុំនៅពេលដែលអ្វីជុំវិញទូលបង្គំបរាជ័យឬធ្លាក់ចុះទូលបង្គំក៏នៅតែស្មោះត្រង់និងអរព្រគុណព្រះអង្គដែលព្រះអង្គតែងតែប្រទានពរតាមរយៈព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គទូលបង្គំថ្វាយបង្គំទ្រង់ជាព្រះបិតារបស់ទូលបង្គំសូមអធិដ្ឋានទៅកាន់អ្នកជឿគ្រប់គ្នាដែលបានឮសំឡេងទូលបង្គំតាមរយៈវីដេអូមួយនេះនៅពេលឥឡូវនេះសូមឲ្យបងប្អូនគ្រប់គ្នាដែលកំពុងតែត្រូវការសន្តិភាពសូមឲ្យពួកគេបានស្គាល់ព្រះអង្គធ្វើជាបិតានៃសន្តិភាពរបស់ពួកគេធ្វើជាព្រះអម្ចាស់នៃសន្តិភាពនៅក្នុងជីវិតរបស់ពួកគេផងបិតាកូនសូមអធិដ្ឋានសម្រាប់គ្រប់គ្នាដែលត្រូវការកំសាន្តចិត្តសូមឲ្យពួកគេបានស្គាល់ព្រះអង្គគឺជាបិតានៃសេចក្តីស្រឡាញ់ព្រះអង្គកូនអធិដ្ឋានសម្រាប់គ្រប់គ្នាដែលកំពុងតែស្វែងរកទ្រង់សូមព្រះអង្គគឺជាព្រះដែលគង់នៅក្នុងចំណោមកណ្ដាលដួងចិត្តនៃវិញ្ញាណរបស់ពួកគេព្រះអង្គគឺជាបិតានៃក្តីស្រឡាញ់ដែលគង់នៅកណ្ដាលដួងចិត្តរបស់ពួកគេសូមទ្រង់ប្រទាននូវសេចក្តីមេត្តាករុណាទៅកាន់អស់អ្នកដែលត្រូវការសេចក្តីទុកចិត្តនិងកម្លាំងពីព្រះអង្គសូមឲ្យគេបានស្គាល់នៅព្រះបន្ទូលដ៏ពិតរបស់ព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរយេរេមៀចំពោះទី29ខ11
យើងស្គាល់ច្បាស់នៅគម្រោងការដែលយើងបានគ្រោងទុកសម្រាប់អ្នករាល់គ្នាជាគម្រោងការដែលផ្ដល់សេចក្តីសុខសាន្តដល់អ្នករាល់គ្នាគឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេយើងនឹងផ្ដល់សេចក្តីសង្ឃឹមនិងអនាគតល្អឲ្យអ្នករាល់គ្នានេះគឺជាព្រះបន្ទូលរបស់ព្រះអង្គម្ចាស់បិតាកូនទុកចិត្តទៅលើព្រះអង្គថាព្រះអង្គនឹងគង់នៅជាមួយទូលបង្គំជារៀងរហូតមិនចាកចេញពីទូលបង្គំមួយលើកណាសោះឡើយដោយដែលព្រះអង្គបានសន្យានៅក្នុងព្រះបន្ទូលរបស់ទ្រង់ព្រះអង្គគឺស្មោះត្រង់ទ្រង់គឺយុត្តិធម៌និងពោពេញដោយក្តីស្រឡាញ់ទូលបង្គំទុកចិត្តនឹងជឿលើព្រះអង្គថាព្រះអង្គនឹងផ្ដល់កម្លាំងមកទូលបង្គំនិងការពារទូលបង្គំចេញពីការអាក្រក់ព្រះអង្គគឺជាឪពុកតែមួយដែលការពារកូនរបស់ព្រះអង្គកូនចង់ឮព្រះសូរសៀងរបស់ព្រះអង្គដែលមានព្រះបន្ទូលមកកាន់ដួងចិត្តរបស់កូនសូមព្រះអង្គបានមានព្រះបន្ទូលតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកកាន់ដួងចិត្តនៃទូលបង្គំនិងលោកអ្នកបងប្អូនទាំងអស់ដែលកំពុងតែស្ដាប់សេចក្តីអធិដ្ឋាននេះក្នុងព្រះគម្ពីរនិក្ខម្នាងបានចែងថាព្រះអង្គម្ចាស់ជាកម្លាំងរបស់ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គព្រះអង្គសង្គ្រោះទូលបង្គំព្រះអង្គជាព្រះរបស់ទូលបង្គំសូមសរសើរដំកើងព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំសូមសរសើរដំកើងព្រះអង្គគុណសូមអរព្រះគុណទ្រង់សម្រាប់សេចក្តីល្អរបស់ព្រះអង្គដោយព្រោះតែព្រះអង្គល្អដោយព្រោះតែសេចក្តីស្រឡាញ់លើកដំបូងរបស់ទ្រង់មកកាន់ទូលបង្គំទើបកូនអាចចាប់កំណើតនៅក្នុងផ្ទៃម្ដាយបានដោយព្រោះតែទ្រង់បានការពារទូលបង្គំដោយព្រោះតែទ្រង់ស្រឡាញ់ទូលបង្គំគ្រប់ពេលវេលាដោយព្រោះតែហេតុផលទាំងអស់នេះហើយដែលនាំឲ្យទូលបង្គំបានភ្ជាប់ជាមួយនឹងវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គនៅគ្រប់ទីកន្លែងដូច្នេះព្រះអង្គហើយគុណសូមអធិដ្ឋានសម្រាប់ព្រះវត្តមានដ៏អស្ចារ្យរបស់ទ្រង់សូមគង់នៅចំណោមទូលបង្គំសូមគង់នៅជុំវិញនៃគ្រួសារទូលបង្គំនិងគ្រួសារលោកអ្នកបងប្អូនដែលកំពុងតែស្ដាប់សំឡេងនៃការអធិដ្ឋានរបស់ទូលបង្គំនៅពេលនេះព្រះអង្គសូមប្រទានឲ្យទូលបង្គំពោពេញទៅដោយសុវត្ថិភាពការការពារពីព្រះអង្គសូមឲ្យធនធាននៅក្នុងជីវិតនៃទូលបង្គំបានរីកដុះដាលឡើងសូមឲ្យក្តីសង្ឃឹមរបស់ទូលបង្គំបានកើតមាននៅពេលដែលមានវត្តមានរបស់ទ្រង់គង់នៅក្នុងចំណោមជីវិតនៃគ្រួសារទូលបង្គំគង់នៅកណ្ដាលចំណោមនៃក្រុមជំនុំនៃទូលបង្គំនិងគង់នៅកណ្ដាលចំណោមនៃអ្នកដឹកនាំទាំងអស់ដែលជាគ្រិស្តបរិស័ទនៅពេលនោះទូលបង្គំនឹងមិនភ័យខ្លាចបារម្ភអ្វីឡើយទូលបង្គំនឹងចាកចេញអំពីការខ្វល់ខ្វាយទូលបង្គំនឹងចាកចេញអំពីការនឿយហត់និងអស់កម្លាំងហើយទូលបង្គំនឹងមិនភ័យខ្លាចនៅពេលដែលទូលបង្គំស្ថិតនៅក្នុងព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គទូលបង្គំនឹងក្លាយជាមនុស្សម្នាក់ដែលពោពេញដោយសេចក្តីល្អពោពេញទៅដោយមេត្តាករុណាតាមព្រះハរតីរបស់ព្រះអង្គនៅពេលដែលទូលបង្គំស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់សូមទ្រង់ជាព្រះបានបំពេញនិងដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតនៃទូលបង្គំកូនសូមចូលចិត្តព្រះអង្គសូមឲ្យបំណងចិត្តកូនបានរស់នៅក្បែរព្រះអង្គជារៀងរហូតពីព្រោះនៅពេលដែលទូលបង្គំបានរស់នៅជិតព្រះអង្គទូលបង្គំអាចរត់គេចពីខ្មាំងសត្រូវដែលតែងតែយាយីនៅក្នុងជីវិតទូលបង្គំជាពិសេសអរិយសាតាំងដែលវាតែងតែក្រហមចាំត្របាក់នាំកូនចេញឆ្ងាយពីប្រវត្តិមានរបស់ទ្រង់ព្រះអង្គហើយសូមឲ្យយប់នេះសូមឲ្យទូលបង្គំបានគេងលក់ស្កប់ស្កល់សូមឲ្យលោកអ្នកបងប្អូនដែលបានស្ដាប់នូវសេចក្តីអធិដ្ឋាននេះបានគេងលក់ដោយសន្តិភាពនិងដួងចិត្តស្កប់មិនបារម្ភភ័យខ្លាចអ្វីឡើយអ្នកណារស់នៅក្រោមការគ្រប់គ្រងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមីរបស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់ខ្ញុំទូលព្រះអង្គថាព្រះអង្គជាជំរកនិងជាកំពែងការពារទូលបង្គំព្រះអង្គជាព្រះនៃទូលបង្គំផ្ញើជីវិតលើព្រះអង្គ
ព្រះអង្គរំដោះឲ្យអ្នករួចផុតពីអន្ទាក់ឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងព្រះអង្គនឹងការពារអ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គព្រះハរតីស្មោះស្ម័គ្ររបស់ព្រះអង្គប្រៀបបីដូចជាខែលនិងអាវក្រោះការពារអ្នកនៅពេលយប់អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយនៅពេលថ្ងៃអ្នកក៏មិនភ័យខ្លាចព្រួញដែលគេបាញ់មកដែរអ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹតហើយក៏មិនភ័យខ្លាចគ្រោះមហន្តរាយនៅពេលថ្ងៃត្រង់ដែរទោះបីមានមនុស្ស 1000 នាក់ដួលស្លាប់នៅជិតអ្នកហើយមានមនុស្ស 10000 នាក់ស្លាប់នៅខាងស្ដាំអ្នកក្តីក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយចូលសម្លឹងមើលអ្នកនឹងឃើញថាតើមនុស្សអាក្រក់ទទួលទោសយ៉ាងណាព្រះអង្គម្ចាស់ជាជម្រករបស់អ្នកបានមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកឡើយហើយក៏គ្មានគ្រោះកាចណាមួយចូលទៅជិតទីលំនៅរបស់អ្នកបានដែរត្បិតព្រះអង្គម្ចាស់នឹងបញ្ជាឲ្យពួកទេវតាជួយអ្នកពួកទេវតានឹងការពារអ្នកនៅគ្រប់កន្លែងដែលអ្នកទៅទេវតាទាំងនោះនឹងចាំទ្រអ្នកមិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយអ្នកនឹងដើរជាន់សត្វសឹងនិងពស់វែងអ្នកនឹងជាន់ឆ្លីកូនសឹងនិងនាគព្រះអង្គម្ចាស់មានព្រះបន្ទូលថាដោយគេស្ថិតនៅជាប់នឹងយើងនឹងជួយរំដោះគេយើងនឹងការពារគេព្រោះគេទទួលស្គាល់ថាយើងជាព្រះអង្គម្ចាស់គេនឹងអង្វររកយើងហើយយើងនឹងឆ្លើយតបមកគេវិញនៅពេលគេមានអាសន្នយើងនឹងស្ថិតនៅជាមួយគេយើងនឹងរំដោះគេព្រមទាំងលើកដំកើងគេផងយើងនឹងឲ្យគេមានអាយុយឺនយូរហើយយើងនឹងឲ្យគេឃើញថាយើងពិតជាព្រះសង្គ្រោះមែនបិតាកូនអរព្រះគុណព្រះអង្គកូនជឿថាយប់នេះគឺជាយប់នៃក្តីសុខសាន្តសូមឲ្យអ្វីៗដែលកំពុងតែកើតមាននៅក្នុងដួងចិត្តទូបង្គំបានសាបរលាបទៅប៉ុន្តែជំនួសមកវិញនៅបំណងព្រះハរតីរបស់ទ្រង់ប្រងឲ្យសូមបដូរផ្នត់គំនិតនៃទូបង្គំសូមឲ្យយប់នេះទូបង្គំបានផ្ដោតទៅលើវត្តមានរបស់ព្រះអង្គតែមួយគត់នៅពេលដែលទូបង្គំចូលដំណេកសូមឲ្យការគេងលក់ស្កប់ស្កល់របស់ទូបង្គំបានផ្ដល់នូវសុខភាពល្អដល់ទូបង្គំបានផ្ដល់នូវគប់ទាំងចិត្តគំនិតថ្មីនៅពេលដែលទូបង្គំក្រោកឡើងនៅព្រឹកថ្មីព្រះអង្គកូនអរព្រះគុណទ្រង់សម្រាប់រយៈពេលមួយថ្ងៃពេញនេះដែលទូបង្គំបានធ្វើកិច្ចការងារជាច្រើនដែលថ្វាយសិរីល្អទៅដល់ព្រះអង្គបិតាសូមមួយថ្ងៃនេះប្រសិនបើទូបង្គំមានធ្វើការខុសទាស់នឹងបំណងព្រះハរតីទ្រង់សូមទ្រង់ជាព្រះបានលើកលែងទោសហើយបំពេញកែប្រែជីវិតទូបង្គំមួយនេះឲ្យល្អប្រសើរឡើងវិញបិតាកូនចង់រីកចម្រើនកូនចង់ឃើញអ្នកដឹកនាំរីកចម្រើនកូនចង់ឃើញបងប្អូនដែលជាគ្រីស្ទបរិស័ទផ្សេងទៀតបានរីកចម្រើននៅក្នុងសេចក្តីជំនឿជាពិសេសនៅក្នុងក្រុមគ្រួសារនៃទូបង្គំសូមឲ្យក្រុមគ្រួសាររបស់ទូបង្គំបានទុកចិត្តនិងស្រឡាញ់ព្រះអង្គបានដើរតាមព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គបិតាកូនអរព្រះគុណទ្រង់នៅពេលនេះកូនសូមអធិដ្ឋានសម្រាប់លោកអ្នកបងប្អូនដែលកំពុងតែបាក់ទឹកចិត្តដែលកំពុងតែត្រូវការជំនួយដែលជួបបញ្ហាផ្សេងដែលដោះមិនចេញប្រងឲ្យសូមឲ្យយប់នេះពួកគេបានគេងលក់ស្រួលផងចុះសូមឲ្យពួកគេបានថ្វាយបន្ទុកទៅនោះទៅកាន់ព្រះអង្គបានថ្វាយរាល់រឿងរ៉ាវផ្សេងដែលកើតមានពេញមួយថ្ងៃនេះទៅកាន់ព្រះអង្គបិតាកូនអរព្រះគុណទ្រង់ហើយកូនសូមថ្វាយការអធិដ្ឋាននៅយប់នេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន